ซุ่มจูนរឿងបុរសកំសត់នឹងអាចកំបាំងរបស់មនុស្សព្រៃในក្នុងភូមិតូចមួយជិតព្រៃនិងប្រាសាទបុរាណមានបុរសក្រីក្រម្នាក់រស់នៅដោយការកាប់ឈើនិងរកអាហារក្នុងព្រៃទោះបីជាគាត់ក្រីក្រប៉ុន្តែគាត់មានចិត្តល្អនិងតែងជួយអ្នកដទៃតាមសមត្ថភាពតិចតួចរបស់គាត់នៅជិតភូមិនោះមានព្រៃធំមួយដែលមនុស្សគ្រប់គ្នាមិនហ៊ានចូលព្រោះមានពាក្យចចាមអារាមថាមានមនុស្សព្រៃយ៉ាងធំអាក្រក់រស់នៅទីនោះប្រជាជនភ័យខ្លាចហើយគ្មាននរណាហ៊ានចូលព្រៃនោះទេថ្ងៃមួយបុរសក្រីក្របានចូលព្រៃដើម្បីរកឈើភ្លាមគាត់បានជួបមនុស្សព្រៃមាត់ធំម្នាក់មនុស្សព្រៃមានរាងខ្ពស់មនុស្សព្រៃមើលទៅសោកសៅនិងអស់កម្លាំងបុរសក្រីក្រយកអាហារតិចតួចដែលគាត់មានចែកឲ្យមនុស្សព្រៃនោះមនុស្សព្រៃភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនធឿមាននរណាម្នាក់ជួយគាត់ឡើយដោយចិត្តស្មោះមនុស្សព្រៃប្រាប់អាចកំបាំងរបស់ខ្លួនថាគាត់មិនមែនជាមនុស្សព្រៃអាក្រក់ទេគ្រាន់តែគាត់ត្រូវមន្តអាគមបណ្ដាលឲ្យមានរូបរាងធំនិងរស់ដោយឯកោគ្មានមិត្តភក្តិនៅថ្ងៃបន្ទាប់ពួកគេក៏បានក្លាយជាមិត្តហើយបុរសក្រីក្រក៏បានប្រាប់រឿងរ៉ាវពីការភ័យខ្លាចនិងបារម្ភរបស់អ្នកភូមិជាមួយមនុស្សព្រៃមនុស្សព្រៃបានប្រាប់ថាកុំឲ្យពួកគាត់បារម្ភធ្វើអ្វីខ្ញុំមិនដែលធ្វើអំពើអាក្រក់ដាក់អ្នកណាទេថ្ងៃមួយមានភ្លើងឆេះព្រៃយ៉ាងខ្លាំងហើយអ្នកភូមិក៏គ្មានវិធីក្នុងការពន្លត់ភ្លើងនោះដែរបុរសក្រីក្រសំឡាញ់ជួយផងមនុស្សព្រៃក៏បានយល់ព្រមដោយគ្មានលក្ខខណ្ឌដោយកម្លាំងដ៏ខ្លាំងនិងញាតិធំរបស់មនុស្សព្រៃគាត់ក៏បានយកទឹកជួយពន្លត់ភ្លើងដែលកំពុងឆេះព្រៃបានដោយជោគជ័យហើយអ្នកភូមិក៏បានរីករាយយ៉ាងខ្លាំងដំណឹងនេះក៏បានលេចលឺដល់ព្រះរាជវាំងថ្ងៃបន្ទាប់ព្រះមហាក្សត្រីក៏បានយាងទៅជួបនឹងមនុស្សព្រៃដោយព្រះមហាក្សត្រីសង្កេតឃើញមនុស្សព្រៃមានទឹកចិត្តល្អព្រះនាងក៏សម្រេចព្រះទ័យឲ្យមនុស្សព្រៃរស់នៅជាមួយអ្នកភូមិហើយប្រជាជនក្នុងភូមិនិងមនុស្សព្រៃក៏រស់នៅជាមួយគ្នាដោយសុខសាន្ត